ជំរាបសួរសួស្តីពុកម៉ែបងប្អូនពុកមីងទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍អញ្ចឹងខ្ញុំនិងគ្រួសារខ្ញុំគ្នាទៅលេងទឹកជ្វាំងនៅខាងភ័យខ្មែរបងប្អូនហើយនេះក៏ថតជាវីដេអូចែកជូនបងប្អូនទស្សនាទាំងអស់គ្នានេះគឺជាដល់ផ្លូវជ្វាំងទៅនំកូនស្រីទៅមើលទឹកជ្វាំងហើយខែនេះខែវិសាខអញ្ចឹងតាមផ្លូវនេះស្ពាននេះខែវិសាជាស្រែគឺស្ងាត់ចាំទៅគឺស្រោស្នាដែរតែឆ្វេងនេះចំហើយគេទៅតែប្លែងថៃដែរគេប្លែងថៃពេលផឹកហ្នឹងចាំពេលល្ងាចនេះពួកខ្ញុំនាំគ្នាទៅលេងនៅខាងទឹកឆ្វេងហ្នឹងចឹងឥឡូវនេះពួកខ្ញុំបានម្ដងហើយកំពុងតែបត់ចូលហើយឃើញលក់ដីឲ្យមកលៀនកន្លះអត់តិចគ្មានចំណានពេលគេគិតតែឯងនឹងស្រេចដីចំណានមានតែឯងចាបងប្អូនឥឡូវយើងបានមកដល់ហើយឆ្វាំងយើងឥឡូវគឺអាប់ដេតច្រើនបងប្អូនអញ្ចឹងគឺស្អាតហើយមានមនុស្សមកលេងច្រើនណាបងប្អូនហើយបងប្អូនប្រជាជនយើងនៅហ្នឹងគាត់មានលក់ដូររបស់ញ៉ាំអីដែរមានបុកល្ហុងមានអីចឹងណាមានលក់ភេសជ្ជៈមានលក់អីដែរហើយបើយើងមកជាលក្ខណៈគ្រួសារអីយើងអាចអង្គុយញ៉ាំនៅកន្លែងពួកគាត់លក់ក៏បានក៏យើងយកអីញ៉ាំពីផ្ទះក៏បានដែរហើយនៅតាមមាត់ទឹកហ្នឹងគឺគេដាំដើមឈើលើដើមឈើនេះដុះធំធំខ្ពស់ខ្ពស់ហើយបានរលកត្រជាក់ហើយស្មាននេះពលឺថ្ងៃរះមកនិយាយទៅស្រស់ស្អាតមានពលឺដែលយើងថតមកទៅស្អាតហ្មងនៅក្នុងវីដេអូនេះដូចក្នុងវីដេអូដែលខ្ញុំថតđểបងប្អូនបានទស្សនាអញ្ចឹងនៅក្រៅគឺស្អាតជាងហ្នឹងទៀតហើយមកនេះវាទឹកវាឆ្លងមួយពលឺពេលអាទិត្យទៅមើលទៅគឺស្អាតនេះទឹកមានផ្កាឈូកមានអីចឹងណាបងប្អូននៅក្នុងទឹកហ្នឹងគឺគេដាំផ្កាឈូកហើយនេះគឺបងប្អូនយើងដែលគាត់មកលេងហ្នឹងគាត់ទិញអីញ៉ាំអីនៅហ្នឹងទៅក៏យើងអត់ចង់ទិញអីញ៉ាំទៅយើងអាចក្រាទេគេអីនៅមាត់ទឹកហ្នឹងទៅយើងដាក់អីញ៉ាំពីផ្ទះមកទៅថ្ងៃនេះអ៊ូអព្រោះដោយសារចុងសប្តាហ៍ផងអញ្ចឹងសម្រាប់ពីការងារពីការលក់ដូរអីឆ្លៀតនាំបងប្អូនក៏កូននេះមកលេងនៅស្រីចឹងណាបងប្អូនខ្ញុំថតតែទឹកនេះស្អាតហើយទីទៀតនេះថតទៅប៉ាចំពលឺព្រះអាទិត្យឆ្លុះជាមួយទឹកចាំព្រះសៀនហ្នឹងមើលទៅស្រស់ស្អាតមែនទែនចាំបើសិនបងប្អូនអត់ដែរមកលេងទេអាចមកលេងនៅទឹកឆ្វាំងនេះបានណាបងប្អូនជាពិសេសអ្នកកំពុងឆ្នាំងហើយហ្នឹងដែលអត់ដែរមកលេងអាចមកលេងបានព្រោះឥឡូវឆ្វាំងយើងឥឡូវស្អាតគេអាប់ដេតស្អាតមានដើមឈើមានអីហើយមានសួននៅដើមសួនឆ្វាំងអាចអង្គុយលេងហ្នឹងបានហើយមានគេលក់ដូរច្រើននេះបងប្អូនពេលយើងថតទៅពលឺព្រះអាទិត្យឆ្លាស់មួយឆ្លងមួយទឹកមើលទៅស្អាតណាដូចគំនូនិយាយដូចក្នុងគំនូចឹង
និយាយទៅខ្ញុំជីនេះជុំវិញឆ្វាំងមកជុំហ្មងហើយថតមកជុំឲ្យបងប្អូនមើលមក ហ្នឹងតែខេត្តហ្នឹងហើយកន្លែងហ្នឹងគឺសួនណាបងប្អូនសួនឆ្វាំងណាហើយមានក្មេងៗយុវជនយើងក៏មកលេងនឹងច្រើនដែរក៏មកអង្គុយលេងនៅសួនហ្នឹងចឹងក្មេងៗយុវវ័យ ថតចប់គេចប់អាយហ្នឹងឯងបងប្អូនដូចពួកគាត់អញ្ចឹងគាត់អាចដាក់ឯងមកអង្គុយលេងមិនឯងអីចឹងទៅបងប្អូនជុំគ្នាញ៉ាំអីមើលទឹកមើលអីមើលទេសភាពទឹកឆ្វេងអញ្ចឹងនិយាយទៅនៅលើនេះស្អាតហើយតិចអាទឹកឆ្វេងនេះមានទឹកគឺតិចអាអញ្ចឹងបងប្អូនវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូនបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តវីដេអូរបស់ខ្ញុំសូមជួយចុច Subscribe ហើយនិងចុច Like វីដេអូរបស់នាងខ្ញុំផងបងប្អូនអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំ